ផូស៊ីលឈើត្រាំងហ្នឹងបាទទៅតែអាយុកាលពី3000ឆ្នាំទេប្រភេទហ្នឹងបាទបើសិនជាវាឡើងសាច់ដល់សាច់កមួនហ្មងណាឡើងសាច់កមួនដែលថាយើងបាញ់ភ្លើងទៅពោពិលនឹងចូលក្នុងសាច់វាហ្នឹងវាអាចមានអាយុកាលចាប់ពី3000លានឆ្នាំបាទហ្នឹងបើតាមនៅសហរដ្ឋអាមេរិកប្រភេទផូស៊ីលឈើនៅសហរដ្ឋអាមេរិកគេពិនិត្យមើលមានឈើផូស៊ីលឈើខ្លះមានអាយុកាលពី3000លានឆ្នាំបាទមិនមែនលានឆ្នាំពី3000លានឆ្នាំបាទតែឈើនេះអាយុកាលមិនច្រើនទេបាក់ចូលពី2ទៅ3000ឆ្នាំអីហ្នឹងដោយសារវាទៅនឹងកករឹងខ្លះជាថ្មប៉ុន្តែវាតឡើងកមួនទេបាទតឡើងកមួនទេហើយយើងអាចឆ្នៃអត់បានទេបាទបានដាក់តាំងអីព្រោះសាច់វានៅហៅថាសាច់ស្ងួតវាអត់តឡើងសាច់កមួនសាច់ភ្លឺរលោងណាយើងអាចដាក់តាំងយកហុងស៊ុយឲ្យបានប្រភេទហ្នឹងតាំងយកហុងស៊ុយតាំងតាមសួនតាមកន្លែងអាសនៈផ្សេងបានបាទគ្រាន់តែថាយើងមិនតន់អាចយកទៅឆ្នៃទៅអីផ្សេងដូចជារូបធ្វើកម្មធ្វើរូបព្រះអីអត់តន់បានទេដោយសារសាច់ឆ្នៃទៅវាស្អាតវាសាច់វាមានរលោងភ្លឺហើយសាច់ក៏មិនមែនផុយសាច់រឹងដែរទេបាទសាច់ហ្នឹងនេះសាច់ត្រាំងបាទសាច់ត្រាំងនេះម៉ែកគីថ្មណាប្រភេទក្លឹមត្រាំងបាទក្លឹមត្រាំងខ្លះជាថ្មបាទម្ដុំនេះចូលល្បាក់70គីឡូបាទនឹងម៉ៅ$100អីបាទអាចជាវបាន100បាទដោយសារវាអត់តខ្លាចជាកមួនមិនសិនសាច់កមួនវិញតម្លៃ$400-500នេះបាទ